សូមជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទធ្វើមកជួបជាមួយនឹង admin ម្ដងទៀតហើយនៅក្នុងថ្ងៃនេះ admin ក៏បានលើកយកនៅស្អីរឿងដ៏រន្ធត់មួយទៀតហើយមកធ្វើការចែកជូនពុកម៉ែបងប្អូនស្ដាប់កំសាន្តហើយរឿងនេះគឺពិតជាល្អមើលមែនទែនបងប្អូនហើយរឿងរន្ធត់ក៏រន្ធត់ដែរហើយកុំឲ្យខាតពេលយូរបងប្អូនជួយចុច subscribe អ្នកមួយទៅដើម្បីចូលទៅកាន់សាច់រឿងយើងទាំងអស់គ្នារឿងនេះគឺកើតឡើងនៅឯខេត្តកំពង់ចាមគឺ admin មិនដឹងថាកើតឡើងនៅពេលណានោះទេរឿងហ្នឹងប៉ុន្តែ admin បានស្ដាប់ឮអំពីអ្នកភូមិដែលគេរស់នៅទីនោះ2នាក់ដែលគេធ្លាប់បាននិយាយប្រាប់ admin កាលពីកំឡុងឆ្នាំ2023ដែលកាលនោះ admin ទៅរស់នៅឯខេត្តកំពង់ចាមហ្នឹងគឺមួយឆ្នាំកន្លះគឺរស់នៅយូរគួរសមអញ្ចឹង admin ដឹងរឿងរ៉ាវហ្នឹងខ្លះៗដែរហើយតាក់ទងជាមួយនឹងរឿងអបិយជំនឿរឿងខ្មោចអីក៏ admin ធ្លាប់បានជួបជាមួយនឹងអ្នកដែលគេធ្លាប់ខ្មោចលងអញ្ចឹងណាបាទគេនិយាយប្រាប់ admin អូខេរឿងនេះទៀតសោតគឺកើតឡើងក្រោយសម័យប៉ុលពតបងប្អូនបាទគឺកើតឡើងក្រោយសម័យប៉ុលពតប៉ុន្តែ admin អត់ដឹងថានៅឆ្នាំណាឲ្យពិតប្រាកដទេគឺនៅពេលដែលអ្នកស្រុកអ្នកភូមិគេបែកពីប៉ុលពតមកគេក៏ទៅរស់នៅឯតាមស្រុកភូមិកំណើតរបស់គេវិញអ្នកខ្លះគេទៅប្រកបមុខរបររកស៊ីធ្វើស្រែចម្ការអ្នកខ្លះទៀតគេក៏ទៅលក់ដូរបាទនៅភូមិដែលគេធ្លាប់រស់នៅពីមុនមកអ្នកស្រុកមួយចំនួនទៀតក៏បានស្លាប់ទៅអ្នកខ្លះទៀតក៏បានបែកខ្ញែកទៅរស់នៅឯស្រុកប្រទេសក្រៅដូចជាប្រទេសអាមេរិកដូចជាថៃវៀតណាមអីជាដើមអញ្ចឹងបងប្អូនបាទហើយអ្នកស្រុកមួយចំនួនទៀតគឺគេបានទៅរស់នៅឯតំបន់មួយតំបន់នោះគឺជាដីទួលទេបងប្អូនប៉ុន្តែគឺវាមានទំហំធំខ្លាំងមែនទែនបើនិយាយពីផ្ទៃកាឡាវិញគឺប្រហែលជា1000ម៉ែត្រការ៉េបងប្អូនធំមែនទែនពីមុនគឺអត់មានមនុស្សរស់នៅឯតំបន់ហ្នឹងទេប៉ុន្តែដោយសារតែអ្នកភូមិឃើញថាកន្លែងហ្នឹងគឺវាជាតំបន់ដែលវាស្ងប់ស្ងាត់ហើយវាល្អប្រសើរវាមានដីស្រែជាច្រើនដែលយើងអាចធ្វើការទៅដាំដុះនៅក្នុងបានអ្នកស្រុកអ្នកភូមិប្រហែលជា4-10គ្រួសារ20គ្រួសារហ្នឹងគេក៏បានទៅបាទនាំគ្នាទៅសាងសង់ផ្ទះនៅតំបន់ហ្នឹងហើយតំបន់ហ្នឹងទៀតសោតនៅពេលដែលទឹកលិចម្ដងគឺទឹកវាលិចតែជុំវិញទេហើយចំណែកដីទួលហ្នឹងទោះជាទឹកធំប៉ុណ្ណាបងប្អូនក៏អត់លិចដែរហើយអ្នកស្រុកដែលគេទៅរស់នៅទីនោះដំបងឡើយគេក៏បានទៅកាប់ឈើបាទយកមកសាងសង់ផ្ទះគឺលក្ខណៈថាសាងសង់ជាផ្ទះខ្ទមទូចបាទគឺកម្ពស់ទៅសវិញគឺប្រហែលជា2ទៅ3ម៉ែត្រតែប៉ុណ្ណឹងគឺអត់ទាន់ធ្វើខ្ពស់ឬក៏ធ្វើផ្ទះធំដូចសម័យឥឡូវទេគេរស់នៅបណ្ដោះអាសន្នលក្ខណៈថាដូចជាមករស់នៅធ្វើស្រែចម្ការអញ្ចឹងណាបាទយូរទៅពេលគេអភិវឌ្ឍម្ដងបន្តិចទៅអ្នកស្រុកអ្នកភូមិនៅទីនោះគឺចាប់ផ្ដើមពង្រីកផ្ទះរបស់គេហ្នឹងគឺកាន់តែធំឡើងទៅគឺស្រួលរស់នៅជាងមុនហើយកាលពីសម័យហ្នឹងគឺអ្នកស្រុកអ្នកភូមិគឺរស់នៅដូចជាធ្វើស្រែចម្ការបាទរកសត្វព្រៃរកអីចឹងទៅហើយអ្នកខ្លះទៀតហ្នឹងក៏ទៅបេះផ្លែឈើបើអីអ្នកខ្លះទៀតគេក៏បាទចិញ្ចឹមសត្វដូចជាជ្រូកគោក្របីចឹងណាបាទហើយនៅក្នុងគ្រួសារមួយគឺមានប្តីប្រពន្ធដែលគេទើបតែរៀបការថ្មីថ្មោងបងប្អូនគឺរៀបការថ្មីថ្មោងពួកគេហ្នឹងក៏បាននាំគ្នាទៅធ្វើខ្ទមគឺធ្វើខ្ទមហ្នឹងនៅឯតំបន់ដីទួលមួយទៀតគ្រាន់ថាដីទួលហ្នឹងគឺវាអត់ធំទេដីទួលហ្នឹងគឺនិយាយពីទំហំវិញគឺប្រហែលជាប៉ុនផ្ទះប្រហែលជា5ខ្នងទំហំដីទួលហ្នឹងគឺគេទៅធ្វើរោងនៅហ្នឹងសម្រាប់គេយាមចំការព្រោះនៅពេលហ្នឹងគេដាំពោតដាំសណ្ដែកដាំអីចឹងទៅហើយបរិះពីអ្នកប្តីប្រពន្ធដែលគេទៅរៀបការបានជា3ខែហ្នឹងគេក៏ទៅសាងសង់ខ្ទមហ្នឹងនៅឯដីទួលហ្នឹងហើយដីទួលនោះទៀតសោតគឺវាមានព្រៃវាមានដើមត្នោតវាមានដើមឈើធំនៅកន្លែងហ្នឹងហើយក៏មានដើមឈើមួយទៀតដ៏ធំសម្បើមដែរបងប្អូនគឺដើមឆ្ពង់បងប្អូនស្គាល់ដើមឆ្ពង់ទេហើយមីនក៏អត់សូវស្គាល់ដែរដើមឆ្ពង់ហ្នឹងប៉ុន្តែគាត់ថាវាធំបើនិយាយពីទំហំវាវិញគឺអោបមនុស្សប្រហែលជា5-6នាក់ហ្នឹងបានជុំបងប្អូនធំមែនតើដើមឆ្ពង់ហ្នឹង
ហើយដែលឆ្ពង់ហ្នឹងគឺមានរុងនៅក្នុងរុងហ្នឹងមិនដឹងជាមានស្អីនៅក្នុងហ្នឹងទេអាចមានដូចជាសត្វពស់ឬក៏សត្វស្អីចម្លែកអីនៅក្នុងហ្នឹងមិនដឹងទេប៉ុន្តែមើលទៅគឺវាធំវាគួរឲ្យខ្លាចមែនតើដើមឆ្ពង់មួយហ្នឹងប្តីប្រពន្ធពីរនាក់ហ្នឹងគេក៏បានទៅសាងសង់ខ្ទមហើយក៏បាននាំគ្នាហ្នឹងទៅរស់នៅបាទទៅរស់នៅពេលខ្លះគេទៅរស់នៅយាមចកាគេពី3ថ្ងៃឬក៏មួយអាទិត្យអញ្ចឹងគេត្រឡប់មកផ្ទះម្ដងពី3ថ្ងៃឬក៏មួយអាទិត្យអញ្ចឹងគេត្រឡប់មកផ្ទះម្ដងលក្ខណៈអញ្ចឹងណាបងប្អូនហើយពួកគេរស់នៅនឹងជាយូរខែមែនតើបងប្អូនគឺអត់មានអីកើតឡើងទេកាលពីដំបូងឡើយហ្នឹងស្រាប់តែរឿងដែលគួរឲ្យរន្ធត់នោះគឺប្តីក៏បានទៅរកកាប់អស់ដើម្បីយកមកសម្រាប់ដិតដាំបាយដាំទឹកឲ្យប្រពន្ធអញ្ចឹងណាបាទព្រោះថាពេលនោះប្រពន្ធគេចិត្តសម្រាលកូនបងប្អូនគឺគេរៀងមិនសម្រាលកូនទេគឺថាពោះគេធំគេមានកូនមានអីយ៉ាងទៅនៅក្នុងពោះហ្នឹងហើយប្តីហ្នឹងក៏បានទៅរកកាប់អស់នៅឯក្នុងព្រៃក្បែរហ្នឹងទេប៉ុន្តែវាមិនឆ្ងាយទេក្បែរហ្នឹងទេក្បែរដីទួលហ្នឹងទេនៅពេលដែលទៅហ្នឹងគឺបរិះម្នាក់ហ្នឹងក៏បានកាប់អស់ជាច្រើនហើយដែលឡែកបរិះហ្នឹងរៀងអស់កម្លាំងដូចជាហែវបាយហែវអីផងក៏បានខ្យល់កស្លាប់នៅទីហ្នឹងទៅគឺប្រពន្ធនៅឯខ្ទមនេះគឺអត់ដឹងថាប្តីខ្លួនឯងហ្នឹងបាទទៅកាប់អស់ហ្នឹងខ្យល់កស្លាប់ទេលុះរហូតដល់ប្រពន្ធហ្នឹងគឺរងចាំប្តីយូរទៅបាទតាំងពីព្រឹករហូតដល់ល្ងាចអញ្ចឹងអត់ឃើញប្តីត្រឡប់មកវិញលុះដល់ថ្ងៃស្អែកឡើងខាងស្អែកឡើងក៏អត់ឃើញប្តីត្រឡប់មកផ្ទះវិញដែរប្រពន្ធហេតុដោយខ្លួននេះគឺកំពុងតែមានគួរផងបងប្អូននៅតែឯងផងគឺពេលហ្នឹងគឺរន្ធត់ខ្លាំងមែនតើគឺអត់មានអ្នកណាគេជួយអញ្ចឹងណាបាទអត់មានណាគេជួយយកអាសាដាជួយមើលថែប្រពន្ធហ្នឹងទៅព្រោះប្រពន្ធគឺពោះធំដល់ពេលហ្នឹងប្រពន្ធគឺរងចាំប្តីពីមួយថ្ងៃទៅមួយថ្ងៃគឺអត់ឃើញប្តីត្រឡប់មកវិញប្រពន្ធហ្នឹងក៏សម្រេចចិត្តហ្នឹងត្រឡប់ទៅផ្ទះម៉ែក្មេកសំទោសត្រឡប់ទៅផ្ទះរបស់ម្ដាយបង្កើតរបស់ខ្លួនឯងហ្នឹងហើយចម្ងាយពីខ្ទមហ្នឹងពីដីទួលហ្នឹងហើយទៅអ្នកភូមិអ្នកស្រុកអ្នកភូមិហ្នឹងគឺចម្ងាយប្រហែលជា1គីឡូដីបងប្អូន1គីឡូដីបើយើងដើរវិញគឺធ្វើដំណើរប្រហែលជាចូល20នាទីដែរដើរបានដល់ស្រុកភូមិនោះដល់ពេលដែលស្ត្រីម្នាក់ហ្នឹងដើរទៅដល់ភូមិទៅក៏បានប្រាប់ម្ដាយហើយម្ដាយក៏បានឲ្យអ្នកស្រុកអ្នកភូមិគេមកដើរជួយរកប្តីរបស់ស្ត្រីម្នាក់ហ្នឹងហើយអ្នកស្រុកអ្នកភូមិនៅពេលដែលបានដឹងដំណឹងហ្នឹងហើយក៏នាំគ្នាទៅបាទស្វែងរកបរិះដែលជាប្តីរបស់ស្ត្រីម្នាក់នោះដល់ពេលដែលនាំគ្នាដើរទៅស្វែងរកនៅក្បែរតំបន់ដីទួលហ្នឹងក៏ដូចជានៅជុំវិញព្រៃហ្នឹងគឺអត់មានខេងសាកសពរបស់ប្តីហ្នឹងឬក៏ខេងសមោអីចម្លែកអីកើតឡើងអញ្ចឹងណាបាទគឺអត់ដឹងថាប្តីហ្នឹងគេទៅដល់ទីណាឬក៏មានស្រីមានអីក៏មិនដឹងដែរពួកអ្នកភូមិគេស្មានគីឡូប្តីហ្នឹងគេទៅបាទទៅមានស្រីមានអីយ៉ាងទៅទើបចៅប្រពន្ធដែរនៅឯខ្ទមនៅឯផ្ទះហ្នឹងចំណែកប្រពន្ធវិញគេអត់ជឿអ្នកស្រុកអ្នកភូមិគេគិតចឹងទេគេថាប្តីគេទៅរកអស់ហើយរាល់ដងគឺតែងតែទៅរកអស់ទៅរកអីចឹងទៅព្រៃចឹងទៅបេះផ្លែឈើអីចឹងណាបាទតែចម្លែកអីថ្ងៃហ្នឹងគឺទៅហើយគឺអត់ដែលឃើញប្តីហ្នឹងត្រឡប់មកវិញទេគឺទៅបាត់ឈឹងតែម្ដងពេលនោះអ្នកស្រុកអ្នកភូមិក៏បានតាមរកគឺពីមួយកន្លែងទៅមួយកន្លែងរកសពរកអស់ហើយបងប្អូននៅជុំវិញហ្នឹងគឺរកប្តីនៅអត់ឃើញទេហើយគេដើររកឡើងមួយថ្ងៃទោះជារកយ៉ាងណាក៏រកប្តីរបស់ស្ត្រីម្នាក់ហ្នឹងអត់ឃើញដែរពេលហ្នឹងម្ដាយរបស់ស្ត្រីហ្នឹងក៏បាននាំអ្នកស្រុកអ្នកភូមិហ្នឹងត្រឡប់ទៅស្រុកភូមិវិញហើយក៏បានទៅរកលោកអាចារ្យដើម្បីទស្សន៍ទាយមើលថាតើប្តីរបស់ស្ត្រីម្នាក់ហ្នឹងគេទៅណាឯទៅណីយ៉ាងទៅមានគ្រោះមានអីឬក៏យ៉ាងម៉េចសួរបើសិនជាមានគ្រោះឬក៏គេស្លាប់គឺអាងអ្នកស្រុកអ្នកភូមិហ្នឹងទៅយកសពគេយកមកបូជាយ៉ាងទៅធ្វើបុណ្យតាមប្រពៃណីដល់ពេលនោះលោកអាចារ្យហ្នឹងក៏បានគុណគូតាមជើងលេខមើលទៅឃើញថាប្តីរបស់ស្ត្រីម្នាក់ហ្នឹងគឺបានស្លាប់បាត់ហើយបងប្អូនគឺបានស្លាប់ប៉ុន្តែស្លាប់ហ្នឹងគឺ
ស្លាប់នៅក្បែរម្ដងតំបន់ដីទួដែលពួកគេសាងសង់ខ្ទមនៅឯដីទួមួយទៀតអាដីទួដែលគេទៅសាងសង់ខ្ទមដើម្បីមើលខ្សែចំការគេបាទគឺនៅក្បែរហ្នឹងទេលោកអាចារ្យហ្នឹងគាត់ថាប្តីហ្នឹងស្លាប់នៅក្បែរហ្នឹងទេប៉ុន្តែភូមិគាត់ថាបើស្លាប់នៅក្បែរហ្នឹងមែនមិនក៏គាត់ដើរទៅរកសាកសពអីអត់ឃើញចឹងនៅក្បែរហ្នឹងហើយលោកអាចារ្យហ្នឹងគាត់ថាអូទោះជាពួកគេខំប្រឹងរកយ៉ាងណាក៏រត់ឃើញដែរដោយសារតែដោយសារសាកសពហ្នឹងត្រូវបានព្រាយស្រីបងប្អូនព្រាយស្រីហ្នឹងគឺគេយកសាកសពហ្នឹងយកទៅលាក់គឺអត់ឲ្យបាទអត់ឲ្យអ្នកស្រុកអ្នកភូមិគេទៅតាមរកឃើញទេហើយលោកអាចារ្យហ្នឹងគាត់ថាទៀតគឺព្រាយម្នាក់ហ្នឹងគឺចង់បានប្តីរបស់ស្ត្រីម្នាក់ហ្នឹងយកទៅធ្វើជាប្តីរបស់ខ្លួនឯងចឹងហើយទើបគេយកព្រលឹងប្តីហ្នឹងបាទយកទៅគ្រប់គ្រងបាទន័យថាយកទៅចងនឹងដើមឈើមួយគឺដើមឆ្ពង់ហ្នឹងឯងនៅឯលើដីទួនោះហើយគេលាក់សាកសពប្តីហ្នឹងកុំឲ្យអ្នកស្រុកអ្នកភូមិគេតាមរកឃើញអញ្ចឹងណាបងប្អូនហើយនៅពេលដែលស្ដាប់ឮហើយលោកអាចារ្យក៏បានឲ្យបាទឲ្យម្ដាយរបស់ស្ត្រីម្នាក់ហ្នឹងទៅរកលោកមើលបាទទៅរកលោកមើលដើម្បីប្រោះព្រំឲ្យកូនស្រីម្នាក់ហ្នឹងឬក៏ធ្វើយ៉ាងម៉េចរៀបចំពិធីដើម្បីបើកផ្លូវដើម្បីឲ្យអ្នកស្រុកអ្នកភូមិហ្នឹងគេតាមរកសាកសពរបស់បរិសម្នាក់នោះឃើញប៉ុន្តែទោះជាបើកផ្លូវយ៉ាងណាក៏ដោយក៏គេរកអត់ឃើញដែរសាកសពហ្នឹងលុះស្ត្រីដែលជាប្រពន្ធហ្នឹងគេក៏ត្រឡប់ទៅឯខ្ទមបងប្អូនទៅឯខ្ទមនៅឯដីទួដែលគេចាំចការត្រឡប់ទៅដីទួហ្នឹងម្នាក់ឯងទេបងប្អូនគឺអត់ទៅគ្នាច្រើនទេគេទៅម្នាក់ឯងដែលហេតុថាគេអត់ជឿថាប្តីរបស់ខ្លួនឯងហ្នឹងស្លាប់ទេចឹងហើយគេចង់ទៅមើលគេលោកប្តីគេត្រឡប់មកផ្ទះវិញចាំនៅខ្ទមហ្នឹងអីចឹងទៅស្ត្រីហ្នឹងក៏ត្រឡប់ទៅឯចាំចការហ្នឹងលុះពេលទៅដល់គឺអ្វីដែលគួរឲ្យហួសចិត្តហ្នឹងគឺស្រាប់តែស្ត្រីម្នាក់ហ្នឹងឃើញប្តីរបស់ខ្លួនឯងហ្នឹងត្រឡប់មកនៅក្នុងខ្ទមហ្នឹងបាទគឺដេកនៅក្នុងខ្ទមហ្នឹងពេលហ្នឹងគឺគេរៀងស្លុតរៀងភ័យតិចដែរព្រោះតាមដែលលោកអាចារ្យប្រាប់ថាប្តីហ្នឹងបានស្លាប់ហើយហើយដើម្បីបានជាឃើញប្តីហ្នឹងមកដេកនៅលើខ្ទមហ្នឹងនៅពេលដែលគេដើរចូលទៅសន្សំបន្តិចម្ដងរៀបចូលដើរទៅដល់ខ្ទមហ្នឹងហើយពេលនោះប្តីរបស់គេក៏បានដឹងខ្លួនឡើងហើយគេក៏ភ្ញាក់ផ្អើលថាចេះអូនឯងមកពីណាហើយទឹកមុខស្លេកស្លាំងម៉េះទៅមកពីណាមែនប្តីហ្នឹងគឺសួរប្រពន្ធអញ្ចឹងហើយប្រពន្ធនេះគឺបានឆ្លើយថាអូនទៅមកពីផ្ទះម៉ែអញ្ចឹងណាបាទទៅលេងផ្ទះម៉ែហើយប្រពន្ធនេះក៏បានសួរថាអីចុះបងឯងទៅមកពីណាមិនក៏បាត់ប្រហែលថ្ងៃនេះអត់ឃើញចូលផ្ទះសោះនេះខ្ញុំបារម្ភពីបងឯងខ្លាំងណាស់ហើយប្តីហ្នឹងគេក៏និយាយថាបងទៅកាប់អស់ហ្នឹងហើយចៃដនមិត្តភ័ក្តិគេហៅទៅលេងផ្ទះនៅឯភូមិផ្សេងមួយទៀតចឹងហើយក៏ទៅលេងផ្ទះរបស់មិត្តភ័ក្តិចឹងទៅមិនបានត្រឡប់មករកប្រពន្ធវិញនៅឯខ្ទមចឹងគឺប្តីរបស់ស្ត្រីម្នាក់ហ្នឹងគេនិយាយបែបហ្នឹងហើយប្រពន្ធនៅពេលដែលបានឮចឹងហើយគេក៏អត់មាននិយាយអីច្រើនដែរគឺគេរៀងបាទចាប់អារម្មណ៍ពីអាការៈប្តីហ្នឹងដូចជារៀងចម្លែកដូចជាពេលខ្លះប្តីហ្នឹងដូចជាភ្នែករៀងបាទកលេសកឡាប់ឬក៏ភ្នែកហ្នឹងរៀងដូចមិនមែនជាប្តីរបស់គេកាលពីរស់នៅដំបូងឡើយបាទគឺខុសគ្នាខ្លាំងមែនតើរូស្អែកឡើងបាទគឺខ្ទង់ប្រហែលជាពេលល្ងាចម៉ោងប្រហែលជា3គឺពេលនោះស្ត្រីម្នាក់ហ្នឹងកំពុងតែគេងលក់ប៉ុន្តែនៅពេលនោះគេបានដឹងខ្លួនហើយលក្ខណៈថាគេបើកភ្នែកមករំរៀងភ្នែកទន្សាយបងប្អូនដែលឮដែលឃើញមនុស្សដែលគេដេកភ្នែកទន្សាយបងប្អូនគឺភ្នែករំប៉ុន្តែដេកភ្នែករំហ្នឹងមិនមែនមនុស្សហ្នឹងអត់ដឹងណាគឺដឹងពេលដែលមាននរណាម្នាក់ទៅដើរទៅចិត្តគេឬក៏ធ្វើអីមួយអ្នកហ្នឹងគឺដឹងថាមានមនុស្សមកចិត្តគេអញ្ចឹងទៅ
តែពេលដែលស្ត្រីម្នាក់ហ្នឹងកំពុងតែដេកបើកភ្នែករឹមភ្នែកទន្សាយអ្វីដែលគេមើលហើយរន្ធត់ចិត្តខ្លាំងមែនទែនគឺនៅពេលនោះឃើញប្តីរបស់គេហ្នឹងបងប្អូនគឺវាបាទគឺវានៅលើដើមឆ្ពង់បងប្អូនគឺវាជើង4ដើរវាដើរនៅលើដើមឆ្ពង់ហ្នឹងហើយនៅពេលហ្នឹងករបស់ប្តីម្នាក់ហ្នឹងប្តីរបស់ស្ត្រីម្នាក់ហ្នឹងគឺកលេចមកគឺពវល់ក្បាលមកក្រោយបងប្អូនគឺថាស្ត្រីម្នាក់នេះខេងហើយគឺគេរន្ធត់ចិត្តខ្លាំងមែនតើគឺគេដឹងច្បាស់ខ្លាំងណាស់ថាប្តីរបស់គេមិនមែនជាមនុស្សទៀតទេពេលហ្នឹងគឺប្រកាសជាព្រាយឬក៏ជាខ្មោចជាមិនខាននេះហើយស្ត្រីម្នាក់ហ្នឹងគឺភ័យខ្លាំងមែនតើបងប្អូនហើយពេលនោះគេក៏អត់មានទៅហៅប្តីរបស់គេឬក៏ស្រែកអីធ្វើអីប្តីរបស់គេនោះបាទដឹងឮដែរគេក៏បានសងំបិទភ្នែកបាទលក្ខណៈសងំអត់ឲ្យប្តីនឹងដឹងបាទលុះដែលមកសន្ទុះក្រោយមកបរិះម្នាក់ហ្នឹងក៏បានត្រឡប់មកខ្ទមវិញបាទស្ត្រីម្នាក់ហ្នឹងអត់ដឹងថាបរិះម្នាក់ហ្នឹងចោះមកថាវិញកាយគាត់ថាមកសន្ទុះក្រោយមកឃើញបរិះដែលជាខ្ទមបរិះដែលជាប្តីហ្នឹងបាទត្រឡប់មកប្រពន្ធវិញថ្ងៃខ្ទមអញ្ចឹងនៅពេលដែលត្រឡប់មកបាទប្តីហ្នឹងគេចង់និយាយថាចេះគេនិយាយប្រាប់ប្រពន្ធថាអូខ្ញុំចង់ស៊ីស្លោស្ងោរសាច់មាន់អញ្ចឹងណាបាទអញ្ចឹងឲ្យប្រពន្ធហ្នឹងទៅជួយធ្វើម្ហូបហ្នឹងយកមកឲ្យគេផងព្រោះគេឃ្លានស្លោសាច់មាន់ហើយប្រពន្ធនេះវិញគឺនៅពេលហ្នឹងដឹងច្បាស់ណាស់ថាប្តីខ្លួនឯងហ្នឹងមិនមែនជាមនុស្សទេគឺប្រកាសជាព្រាយបិសាចហើយប្រពន្ធរបស់គេដឹងអញ្ចឹងគេក៏និយាយប្រាប់ថាអូអត់អីទេប្តីចាំអូនទៅធ្វើម្ហូបហ្នឹងយកមកឲ្យប្តីញ៉ាំអញ្ចឹងណាបាទហើយប្តីហ្នឹងក៏បានដាក់តម្រេតខ្លួននៅលើខ្ទមហ្នឹងបាទគឺគេធ្វើក្រែធ្វើអីមកសំរុំនៅលើហ្នឹងគេក៏បានដាក់ខ្លួនតម្រេតអញ្ចឹងទៅចំណែកឯប្រពន្ធនេះវិញគេថានឹងទៅរៀបធ្វើម្ហូបប៉ុន្តែពេលនោះគេប្រាប់ប្តីថាអូប្តីចាំតិចសិនចាំអូនទៅបត់ជើងទូចមួយផ្លែតចាំអូននឹងទៅរៀបចំបោចមាន់បោចអីចឹងទៅយកមកធ្វើម្ហូបគឺប្រពន្ធគេនិយាយបែបហ្នឹងអញ្ចឹងណានៅពេលដែលនិយាយហើយប្តីហ្នឹងក៏ថាទៅលឿនទៅអញឃ្លានណាអញ្ចឹងទៅគេនិយាយអញ្ចឹងណាហើយស្ត្រីម្នាក់នោះនៅពេលដែលឃើញប្តីកំពុងតែដេកសម្រាននៅលើខ្ទមហ្នឹងហើយពេលនោះខ្លួនឯងហ្នឹងគឺបានទៅធ្វើពុតថាទៅឈឺនោមនៅពេលដែលប្រពន្ធនឹងចាក់ចេញពីខ្ទមហ្នឹងទៅខាងក្រោយខ្ទមហើយនៅខាងក្រោយខ្ទមហ្នឹងគឺមានពាងទឹកមួយបងប្អូនពាងទឹកហ្នឹងគឺថាទឹកវិញគឺឡើងចិត្តពេញពាងហ្នឹងពេលហ្នឹងស្ត្រីក៏បានយកដុំថ្មបងប្អូនយកដុំថ្មយកមកគោះពាងហ្នឹងទៅស្រាប់តែពាងនោះធ្លុះទៅហូរទឹកហ្នឹងហូរអាទឹកពាងហ្នឹងចេញមកហើយស្ត្រីម្នាក់ហ្នឹងគឺយកអាស្លឹកត្នោតបាទយកអាស្លឹកត្នោតហ្នឹងយកមកដាក់ត្រង់ទឹកហ្នឹងគឺឲ្យវាលឺសលេងដូចជាមនុស្សកំពុងតែនោមអញ្ចឹងបងប្អូនធ្លាប់ឃើញមនុស្សនោមដាក់ស្លឹកត្នោតទេបាទគឺលឺសលេងដូចមនុស្សនោមដាក់ស្លឹកត្នោតអញ្ចឹងតាមពិតមិនមែនជាស្ត្រីម្នាក់ហ្នឹងនោមទេគឺស្ត្រីម្នាក់ចោះពាងទឹកហ្នឹងដើម្បីឲ្យទឹកហ្នឹងវាហូរមកលើអាស្លឹកត្នោតហ្នឹងលឺសលេងដូចជាមនុស្សកំពុងតែនោមអញ្ចឹងពេលហ្នឹងបាទប្តីគេអត់បានចាប់អារម្មណ៍ទេដំបងឡើយគេស្មានថាស្ត្រីម្នាក់ហ្នឹងគឺទៅនោមមែនតើតែតាមពិតស្ត្រីម្នាក់ហ្នឹងនៅពេលដែលគេធ្វើសកម្មភាពចោះពាងទឹកបហូរទឹកហ្នឹងហើយពេលនោះគេក៏បានរត់បងប្អូនគឺរត់ពេលហ្នឹងគឺពេលល្ងាចគឺខ្ទង់ម៉ោង6ហីបាទម៉ោង5ម៉ោង6ហ្នឹងគឺស្ត្រីម្នាក់ហ្នឹងគឺចាប់ផ្ដើមរត់ចេញពីកន្លែងខ្ទមហ្នឹងតែម្ដងរត់សំដៅទៅភូមិនៅពេលដែលរត់បានប្រហែលជា200-300ម៉ែត្រនៅពេលនោះស្រាប់តែប្តីដែលជាព្រាយហ្នឹងគឺដឹងខ្លួននៅពេលនោះគឺចាប់ផ្ដើមបះសក់ចាប់ផ្ដើមដោះកញ្ចក់ដោះអីមកអាប្តីហ្នឹងគឺពេលនោះប្រែខ្លាយជាបិសាចហ្នឹងគឺស្រីទេបាទមិនមែនជាបរិះម្នាក់ហ្នឹងទេគឺជាព្រាយក្បាល8ទៀតព្រាយហ្នឹងទៀតសោតគឺនៅអាដើមឆ្ពង់ហ្នឹងគាត់ថាស្ត្រីម្នាក់ហ្នឹងគេអត់ដឹងទេអត់ដឹងថាពីដើមឡើយអាដើមឆ្ពង់ហ្នឹងវាមានខ្មោចវាមានព្រាយនៅហ្នឹងគឺគាត់ដឹងទេបាទស្រាប់តែប្តីហ្នឹងដឹងថាប្រពន្ធហ្នឹងបាទធ្វើល្បិចតនោមតែប៉ិតប្រពន្ធហ្នឹងបោកខ្លួនហើយប្តីហ្នឹងក៏បានដងក៏បាន
បាទហោះបងប្អូនដល់ពេលហ្នឹងគឺចាប់ផ្ដើមហោះស្រាប់តែប្រែខ្លាយទៅជាភ្លើងបងប្អូនភ្លើងហ្នឹងគឺធំខ្លាំងមែនទែនគឺប្រព័ន្ធកញ្ជើភ្លើងហ្នឹងគឺភ្លើងព្រាយជាប្រភេទភ្លើងព្រាយគឺហោះសំដៅដេញតាមប្រព័ន្ធហ្នឹងបើប្រព័ន្ធម្នាក់ហ្នឹងបងប្អូនរត់បាទគឺថារត់ខ្លាំងមែនទែនរត់ឡើងលឿនពេលហ្នឹងរត់ទៅហើយអាភ្លើងព្រាយហ្នឹងវាចេះតែហោះតាមប្រព័ន្ធហ្នឹងរហូតបាទហើយប្រព័ន្ធហ្នឹងក៏បានស្រែកហៅឲ្យអ្នកស្រុកអ្នកភូមិមកជួយពេលដែលរត់ទៅដល់ភូមិហ្នឹងអ្នកស្រុកអ្នកភូមិដែលគេបានឮសលេងស្ត្រីម្នាក់ដែលស្រែកមកថាជួយផងខ្មោចលងអីចឹងហើយស្រុកអ្នកស្រុកអ្នកភូមិគេភ័យគេក៏បានរត់ទៅជួយស្ត្រីម្នាក់ហ្នឹងនៅពេលដែលរត់ទៅគឺឃើញស្ត្រីម្នាក់ហ្នឹងបាទកំពុងតែរត់មកពីព្រៃបងប្អូនរត់មកពីព្រៃគឺសភាពហ្នឹងគឺគួរឲ្យខ្លាចមែនតើនៅខាងក្រោយរបស់ស្ត្រីម្នាក់ហ្នឹងគឺគេឃើញថាមានភ្លើងព្រាយធំមែនតើគឺហោះបណ្ដេញតាមពីក្រោយរបស់ស្ត្រីម្នាក់ហ្នឹងបាទហើយនៅពេលនោះស្រុកអ្នកភូមិគេបានរត់មកជួយមកគ្រាស្ត្រីម្នាក់ហ្នឹងភ្លាមរត់ចូលទៅក្នុងភូមិចំណែកភ្លើងព្រាយហ្នឹងនៅពេលដែលវាហោះមកជិតដល់ភូមិអញ្ចឹងវាក៏បានឈប់វាក៏បានត្រឡប់ទៅវិញបាទត្រឡប់ទៅវិញនៅពេលហ្នឹងអ្នកស្រុកអ្នកភូមិគេដឹងច្បាស់ថាព្រាយហ្នឹងវាចូលភូមិអត់កើតទេដោយសារនៅក្នុងភូមិហ្នឹងគឺមានវត្តមួយដែលមានប្រសង់មានអីចឹងគេប្រហែលជាគេពត់សមាពត់អីភូមិហ្នឹងចឹងណាកុំឲ្យខ្មោចព្រាយវាសាចូលជាពិសេសខ្មោចព្រៃខ្មោចអីហ្នឹងគឺវាអត់អាចចូលភូមិហ្នឹងបានទេហើយអ្នកស្រុកអ្នកភូមិក៏បានជួយស្ត្រីម្នាក់ហ្នឹងជួយរត់ខ្យល់រត់អីចឹងទៅបាទព្រោះស្ត្រីម្នាក់ហ្នឹងគឺភ័យខ្លាំងមែនទែនរត់មកបាទគេចេញអំពីព្រាយហើយព្រាយហ្នឹងក៏បានហោះត្រឡប់ទៅឯខ្ទមហ្នឹងវិញទៅលុះប្រហែលជាថ្ងៃស្អែកមកអ្នកស្រុកអ្នកភូមិក៏បានជំនុំគ្នាថាតើយើងគួរធ្វើរបៀបម៉េចទៀតដើម្បីទប់ស្កាត់នៅទីកំចាត់ព្រាយដែលវានៅដើមឆ្ពង់ហ្នឹងព្រោះបើសិនជាទុកវាទៀតថ្ងៃមកថ្ងៃក្រោយអាចព្រាយហ្នឹងគឺវាអាចនឹងសម្លាប់មនុស្សដែលគ្នាមិនដឹងអីបាទដែលគ្នាធ្វើដំណើរទៅស្រែចម្ការឬក៏ទៅព្រៃក្បែរហ្នឹងវាអាចមានគ្រោះថ្នាក់អញ្ចឹងហើយបាទអ្នកស្រុកនៃភូមិហ្នឹងក៏បានទៅរកព្រះសង្ឃដើម្បីធ្វើម៉េចបណ្ដេញទៅរងាប់អាកន្លែងហ្នឹងធ្វើម៉េចបណ្ដេញព្រាយបណ្ដេញអីហ្នឹងចេញពីអាកន្លែងហ្នឹងឲ្យបាត់ទៅលុះដែលទៅរកព្រះសង្ឃហើយព្រះសង្ឃក៏មានសង្ឃនៃការថាប្តីហ្នឹងគឺបានស្លាប់ពិតមែនហើយបរោះដែលជាប្តីហ្នឹងមកតំណែងខ្លួនហ្នឹងគឺតាមពិតគឺជាព្រាយហ្នឹងព្រាយក្បាល8ក៏ប៉ិតប្តីហ្នឹងគឺសាកសពគឺបានស្លាប់បាត់ហើយរូបរាងដែលប្រពន្ធនឹងឃើញគឺជាព្រាយក្បាល8ទេគឺគេតំណែងខ្លួនអញ្ចឹងណាលក្ខណៈថាគេប្រវាំងភ្នែកយើងឲ្យឃើញរូបរាងពិតរបស់ព្រាយហ្នឹងហើយព្រះសង្ឃក៏បានមានសង្ឃនៃការទៀតថាតតែយកសាកសពប្តីរបស់ស្ត្រីម្នាក់ហ្នឹងយកមកធ្វើបុណ្យធ្វើបុណ្យតាមប្រពៃណីសិនទើបគេកំចាត់ព្រាយហ្នឹងតាមក្រោយនៅពេលហ្នឹងហើយហើយជា2ថ្ងៃក្រោយមកទៀតអ្នកស្រុកអ្នកភូមិក៏បានជំនុំគ្នាប្រជុំគ្នាមកយ៉ាងច្រើននេះមានទាំងក្មេងមានទាំងចាស់មានទាំងព្រះសង្ឃមានទាំងអាចារ្យមកដើម្បីទៅថ្មិចរងាប់អាកន្លែងដើមឆ្ពង់ហ្នឹងព្រោះថាដើមឆ្ពង់ហ្នឹងគឺមានព្រាយស្ថិតនៅដល់ពេលហ្នឹងគេក៏បានទៅរកសាកសពរបស់បរិសម្នាក់ហ្នឹងសិនហើយក៏បានដើរទៅដល់តំបន់ដីទួដែលមានខ្ទមគេចាំចការហ្នឹងដើរទៅដល់គឺឃើញសាកសពបរិសម្នាក់ហ្នឹងមែនគឺសាកសពបរិសម្នាក់ហ្នឹងគឺស្លាប់នៅក្បែរខ្ទមនៅក្បែរតំបន់ដីទួហ្នឹងដែរទេគឺបាំងព្រៃមកកពូតទូចទេគឺព្រាយហ្នឹងវាលះនៅពេលដែលគេដោះសីមានៅពេលដែលគេបើកផ្លូវបើកអីចឹងទៅអាចមើលឃើញសាកសពហ្នឹងទៅពេលហ្នឹងអ្នកស្រុកនៃភូមិក៏បានលើកសាកសពបរិសម្នាក់ហ្នឹងយកមកដាក់នៅលើខ្ទមហ្នឹងយកដាក់នៅលើខ្ទមហ្នឹងហើយក៏ឲ្យប្រពន្ធហ្នឹងយកកត្រៃបងប្អូនយកកន្ត្រៃហ្នឹងយកមកដាក់លើក្បាលប្តីគឺគេដាក់លើក្បាលហ្នឹងគឺដើម្បីបណ្ដេញព្រាយបិសាចចេញពីក្នុងខ្លួននៅពេលហ្នឹងប្រពន្ធហ្នឹងក៏បានយកកន្ត្រៃគឺជាសម្លៀកបំពាក់របស់ប្តីហ្នឹងយកមកដាក់ហើយយកកត្រៃយកមកដាក់លើក្បាលត្នេញហ្នឹង
គឺមិនដាក់លើក្បាលតនេះគឺដាក់លើក្បាលរបស់ប្តីហ្នឹងដែលស្លាប់ហ្នឹងនៅពេលដាក់ទៅមានប្រសង់មានអីហ្នឹងក៏សូត្រមន្តសូត្រអីបណ្ដេញគ្រោះចង្រៃបណ្ដេញអីបណ្ដេញខ្មោចព្រាយបិសាចចេញពីក្នុងខ្លួនឬក៏ចេញពីតំបន់ហ្នឹងនៅពេលដែលសូត្រធัวសូត្រអីគឺរៀងយូរមែនតើគឺស្រាប់តែពេលនោះបងប្អូនអ្វីដែលគួរឲ្យរន្ធត់ចិត្តនោះគឺប្តីហ្នឹងគឺស្រាប់តែដឹងខ្លួនឡើងបងប្អូនបើកភ្នែកក៏ហត់ហើយអង្គុយចង្អក់បងប្អូនអង្គុយចង្អក់បើកភ្នែកធំស្រឡងមកមើលអ្នកគ្រប់គ្នាដែលនៅក្បែរហ្នឹងនៅពេលហ្នឹងទាំងក្មេងទាំងចាស់ទាំងប្រសង់ទាំងអាចារ្យទាំងម្ដាយទាំងប្រពន្ធហ្នឹងគឺចាប់ផ្ដើមភ័យខ្លាំងមែនតើពូប្តីហ្នឹងគឺដឹងខ្លួនមកបងប្អូនអាកត្រៃហ្នឹងក៏បានជ្រុះធ្លាក់ទៅលើបាទធ្លាក់ទៅលើក្រែហ្នឹងទៅពេលហ្នឹងទាំងលោកអាចារ្យទាំងអីទាំងលោកទាំងអីហ្នឹងបាទគឺរត់ចែកជើងគ្នាហើយពេលហ្នឹងគឺលែងនៅហ្នឹងហើយរត់ចែកជើងគ្នាត្រឡប់មកភូមិស្រុកវិញហើយគ្មានអាណាគេហ៊ាននៅនឹងទេបងប្អូននេះតបមកទៀតលុះពេលដែលស្រុកនៅភូមិវាត្រឡប់មកទៀតត្រឡប់មកស្រុកភូមិគឺពេលហ្នឹងអត់មានអាណាគេហ៊ានត្រឡប់ទៅវិញទេដើម្បីទៅយកសាកសពរបស់ម្នាក់ហ្នឹងលុះថ្ងៃស្អែកឡើងអ្នកស្រុកអ្នកភូមិក៏បានចាប់ផ្ដើមប្រជុំគ្នាម្ដងទៀតហើយបងប្អូនដល់ពេលហ្នឹងគេក៏និយាយថាធ្វើម៉េចត្រូវតែយកសាកសពរបស់បរមម្នាក់ហ្នឹងយកមកធ្វើបុណ្យតាមប្រពៃណីតបានបើຕົកអញ្ចឹងទៀតគឺខ្លាចមានបាទខ្មោចព្រាយវិស័យអីគេចូលស្ថិតទៅក្នុងខ្លួនបរមម្នាក់ហ្នឹងទៀតទៅធ្វើបាបអ្នកដទៃអញ្ចឹងណាបាទព្រោះខ្មោចបើសិនបើវាទុកយូរបាទនៅក្នុងព្រៃនេះទៀតសោតគឺប្រកាសជាមានពួកអមនុស្សដូចជាខ្មោចព្រាយអីវាចូលសន្ធិដ្ឋនៅអញ្ចឹងអ្នកស្រុកអ្នកភូមិគេអត់ទុកយូរទេព្រោះគេខ្លាចមានបញ្ហាថ្ងៃក្រោយបាទហើយគេក៏និមន្តព្រះសង្ឃចំនួន7វត្តបងប្អូនគឺនិមន្តព្រះសង្ឃចំនួន7វត្តដើម្បីទៅសូត្រមន្តបណ្ដេញគ្រោះចង្រៃនៅកន្លែងដីទួលហ្នឹងហើយនៅស្រុកនៅភូមិក៏បាននាំព្រះសង្ឃនាំអីចឹងទៅសូត្រមន្តនៅកន្លែងដីទួលនោះម្ដងទៀតនៅពេលហ្នឹងគឺចាប់ផ្ដើមសូត្រមន្តហ្នឹងគឺបណ្ដេញព្រាយក្បាល8ដែលវានៅដើមឆ្ពង់ហ្នឹងបាទគឺគេធ្វើពិធីបណ្ដេញព្រាយនៅដើមឆ្ពង់ហ្នឹងមានព្រះសង្ឃបាទ7វត្តអញ្ចឹងទៅដែលគាត់មកបាទគឺអង្គុយគង់នៅជុំវិញដើមឆ្ពង់ហ្នឹងគឺអង្គុយពាត់ជុំវិញដូចជាខ្សែសមាអញ្ចឹងដើម្បីបញ្ចាប់ព្រាយហ្នឹងបាទចាប់ព្រាយហ្នឹងក៏ដូចជាបណ្ដេញព្រាយហ្នឹងបាទហើយនៅពេលដែលសូត្រមន្តអស់ប្រហែលជាបាទមួយយប់មួយថ្ងៃទើបអាចបណ្ដេញព្រាយនឹងបានគឺពេលនោះគឺយូរខ្លាំងមែនតើបងប្អូនគឺមួយយប់មួយថ្ងៃតែម្ដងព្រះសង្ឃគឺសូត្រមន្តសូត្របល័យសូត្រគាថាសូត្រអីចឹងបាទបញ្ច្រាស់បន្តធ្វើម៉េចដើម្បីបណ្ដេញអាពពួកព្រាយក្បាល8នឹងចេញពីកន្លែងដើមឆ្ពង់នឹងលុះបណ្ដេញចប់សពគ្រប់ហើយក៏អ្នកស្រុកអ្នកភូមិក៏បានបាទយកសាកសពរបស់ហ្នឹងយកមកបូជាតាមប្រពៃណីនៅឯស្រុកភូមិវិញទៅហើយពពួកព្រាយដែលវានៅក្នុងដើមឆ្ពង់ហ្នឹងពពួកព្រាយក្បាល8វាក៏បានចាក់ចេញពីអារ៉ៃភូមិហ្នឹងពីអាដើមឆ្ពង់ហ្នឹងទៅមិនដឹងថាវាហ្នឹងទៅរស់នៅឯណាទេហើយតាំងពីពេលនោះមកគឺអ្នកស្រុកអ្នកភូមិគឺរស់នៅយ៉ាងសុខសប្បាយគឺអត់មានរឿងអីកើតឡើងទៀតនោះទេលុះរហូតដល់យូរទៅបងប្អូនយូរឆ្នាំទៅ4-5ឆ្នាំក្រោយមកគឺកន្លែងដីទួលហ្នឹងគឺអ្នកស្រុកអ្នកភូមិគឺតែងតែប្រទះឃើញមានភ្លើងព្រាយភ្លើងភ្លើងអីចឹងណាបាទហោះចូលទៅអាកន្លែងដើមឆ្ពង់ហ្នឹងដើមឆ្ពង់ហ្នឹងវានៅនឹងដែរគ្រាន់តែគេអត់កាប់អត់អីទេពេលហ្នឹងតែនៅពេលនោះអ្នកស្រុកអ្នកភូមិគេនិយាយថាឲ្យតាពេលល្ងាចឡើងគឺផ្ទងម៉ោង6ម៉ោង7ល្ងាចហ្នឹងអ្នកស្រុកអ្នកភូមិគេអត់ហ៊ានដើរចេញពីក្រៅភូមិទេហើយអ្នកខ្លះទៀតដែលគេកលែកទៅកាន់តំបន់ដីទួលហ្នឹងគឺគេឃើញមានភ្លើងព្រាយភ្លើងបាទគឺចំណាយហោះចូលទៅក្នុងដើមហ្នឹងគឺអ្នកស្រុកអ្នកភូមិគេភ័យខ្លាចមែនតើហើយកន្លងការជាយូរមកទៀតអ្នកស្រុកអ្នកភូមិក៏មិនហ៊ានទៅតំបន់ហ្នឹងដែរតែអ្វីដែលគួរឲ្យចម្លែកនោះដើមឆ្ពង់ហ្នឹងក៏បានស្លាប់បងប្អូនដើមឆ្ពង់ហ្នឹងស្រាប់តែវាបានស្លាប់
វាមិនដឹងថាវាកាត់អីទេស្រាប់តែវានៅសក់ក៏បានក្រៀមស្វិតហើយងាប់ទៅដើមឆ្ពងហើយដើមឆ្ពងហ្នឹងមកដល់សម័យកាលឥឡូវហ្នឹងគឺវានៅគុលវាមាននៅគុលតិចតួចបាទគុលហ្នឹងការពី admin ទៅមើលហ្នឹងគឺវានៅធំដែរបងប្អូនណាគឺវានៅធំដែរវាអត់តាន់ពុកផុយហើយអ្នកស្រុកភូមិវាអត់ហ៊ានកាប់ដើមឆ្ពងយកមកធ្វើអស់ធ្វើអីទេគឺវាយូរទៅវាលាយវាពុកវាផុយទៅកាឌីអីវាស៊ីអញ្ចឹងណាបាទដើមឆ្ពងហ្នឹងគឺនៅសខ្លីទេប្រហែលជា1ម៉ែត្រ2ម៉ែត្រទេការ admin ទៅមើលហ្នឹងទៅមើលកន្លែងដីតួដីអាបហ្នឹងប៉ុន្តែក៏មានកូនដើមវាដើមតិចតួចហ្នឹងវាដោះលាស់មកថ្មីដែរតែលាស់វាមិនបានធំទេវាទូចទេហើយតាំងពីនោះមកគឺអ្នកស្រុកអ្នកភូមិគេលែងភ័យខ្លាចអាកន្លែងដីតួនឹងទៀតដែរព្រោះថាដើមឆ្ពងហ្នឹងវាបានស្លាប់បាត់ហើយអញ្ចឹងណាហើយក៏លែងមានព្រីមានអាបអីទៅនៅរស់នៅកន្លែងហ្នឹងដែរពេលខែវស្សាម្ដងទឹកលិចមកលិចភូមិនឹងអីអញ្ចឹងគោប្រវៃអ្នកភូមិអ្នកស្រុកហ្នឹងគេតែងតែបាទបណ្ដេញទៅនៅលើដីតួហ្នឹងគឺគេធ្វើរោងធ្វើអីនៅហ្នឹងព្រោះថាមានតែកន្លែងដីតួហ្នឹងទេដែលទឹកវាអត់លិចអញ្ចឹងពេលខែវស្សាម្ដងគឺទឹកវាចូលមកគឺវាអត់លិចដីតួយ៉ាងទេអញ្ចឹងវាងាយស្រួលនៅក្នុងការទុកគោទុកកវៃនៅក្រោមហ្នឹងហើយទុកគោទុកកវៃបានច្រើនមែនតើនៅដីតួហ្នឹងគឺទុកបាន2ទៅ300ក្បាលនោះបាទគឺច្រើនមែនតើហើយចំពោះសត្វអាសេរពឹសវិញគឺទឹកឡើងមកគឺវាស្វោដែរបាទដូចជាពូវែកបាទពូថ្លាន់ពូសង្សឿអីគឺវាច្រើនមែនតើបងប្អូននៅហ្នឹងហើយរឿងរបស់យើងគឺមានតែប៉ុណ្ណេះទេសម្រាប់ឯតំបន់នោះទីសោតគឺគេហៅថាតួអាបបងប្អូនបាទបច្ចុប្បន្នគេហៅថាតួអាបអ្នកខ្លះទេគេហៅថាតួព្រីអញ្ចឹងទៅបាទតាមអ្នកស្រុកអ្នកភូមិគេហៅហើយសាច់រឿងរបស់យើងចប់តែប៉ុណ្នេះសង្ឃឹមថាពុកម៉ែបងប្អូនបាទស្ដាប់ហើយនឹងយកសាច់រឿងបើសិនជាមានពាក្យពេចន៍ខុសឆ្គងត្រង់ចំណុចណាមួយក៏សូមមេត្តាខន្តីអភ័យទោសបងបាទសូមអរគុណនិងសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ